សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនឹងផងដែរខ្ញុំមកចែកម្លែកវីដេអូមួយទៀតហើយបងប្អូនគឺថ្ងៃនឹងផងដែរគឺខ្ញុំមកបង្ហាញបងប្អូនទាំងអស់គ្នាពីរបៀបនៃការធ្វើគុនអាវមួយនេះណាបងប្អូនជាដំបូងហ្នឹងគឺខ្ញុំបិទអាគុនជើងអាវយើងខាងក្រោមណាបងប្អូនច្រឡំបិទជើងគុនបិទផ្ទាំងអាវយើងខាងក្រោមបងប្អូនជើងខាងក្រោមមានប្រមាណផ្ទាំងបងប្អូនបិទប៉ុណ្ណឹងមកមាន6ផ្ទាំងបិទ6ផ្ទាំងមកបិទទាំងអស់មកតាំងផ្ទាំងមកតាំងផ្ទាំងក្រោយគឺខ្ញុំធ្វើដូចគ្នាបិទរួចរាល់ហើយខ្ញុំយកกระดาษកាសែតមួយទៀតទៅច្រឡងណាបងប្អូនទៅច្រឡងតាមរាងផ្ទាំងជើងខាងក្រោមហ្នឹងមកបន្ទាប់មកទៀតខ្ញុំកាត់ឲ្យលើសវាពីលេខទៅផុតសិនទៅកុំឲ្យពេលយើងដេកអីចឹងទៅសល់អីចឹងណាខ្វះស្ទើអីចឹងយើងពលឹះពីលេខចោលទៅបងប្អូនហើយអានេះហ្នឹងពុំនេះដែលខ្ញុំធ្វើហ្នឹងគឺខ្ញុំបានកាត់រួចរាល់ម្ដងហើយបងប្អូនប៉ុន្តែកាត់ឲ្យមើលទៅខ្លាចអត់ត្រូវទូចអីចឹងហើយសេរីជើងក្រោមអីចឹងទៅវានៅសល់ទូចអត់ស្អាតដោយសារតែកណាត់គេវាសល់តិចដែរបងប្អូនវាសល់តែមកល្មមជើងគុនហ្នឹងណានៅពេលអញ្ចឹងខ្លាចតែខូចនឹងខូចសាច់កណាត់ណាបងប្អូននឹងខូចអញ្ចឹងថែមបន្តិចទៀតទៅស្រួលថាបើយើងដេពុំអាវកណាត់ខ្លួនអាវហើយអីផ្ទាំងខ្លួនអាវហើយយើងអាចនឹងសម្រួលជើងក្រោមអីតិចតួចទៀតវានៅសល់រៀងអាហ្នឹងយើងជាទៅតាមនឹងដែរអញ្ចឹងណាបងប្អូនអញ្ចឹងក៏លួចឡើងមកបន្តិចទៀតជាចំណីហើយស្រេចបងប្អូនហើយផ្ទាំងមុខផ្ទាំងក្រោយកាត់ដូចគ្នាបងប្អូនអានេះខ្ញុំចេញ7លេខកន្លះបងប្អូនអាថ្ងៃចំហៀងនេះហើយអាពីមុខនេះគឺ14លេខកន្លះអាហ្នឹងសម្រាប់អាវមួយហ្នឹងបងប្អូនគឺខ្ញុំចេញប៉ុណ្ណឹងមកបងប្អូនឆ្លាញ់ប៉ុណ្ណឹងដាក់ប៉ុណ្ណឹងទៅបងប្អូនឆ្លាញ់តូចជាងហ្នឹងដាក់តូចទៅតាមចិត្តឆ្លាញ់អាហ្នឹងតែនេះខ្ញុំបង្ហាញពីអាការធ្វើរបស់ខ្ញុំហ្នឹងខ្ញុំចេញប៉ុណ្ណឹងអញ្ចឹងណាបងប្អូនហើយពេលដែលយើងដាក់កណាត់នេះក៏យើងត្រូវតាភូបកងកលាគោមវាឲ្យស្មើគ្នាដែរបងប្អូនបានដាក់ទៅចេញទៅរៀងដាក់លើអាវទៅឃើញស្អាតណាឃើញកលាវាត្រង់បដិញគ្នាសងខាងស្មើគ្នាស្អាតបងប្អូនកាត់ផ្ទាំងនឹងហើយយើងយកមកកាត់កាវមកទម្លាប់ខ្ញុំកាត់គុនជើងគុនអីកាវហើយស្រេចបើសិនជាកាវនឹងប្រឡាត់តបកក្បាលអានេះប្រឡាត់តក្បាលលើអាខាងស្រួយៗណាបងប្អូនយើងប្រឡាត់មួយកាវចឹងមកឃើញស្អាតយើងប្រឡាត់ហើយចាំយើងយកទៅអ៊ុតហើយចាំយើងជាគែមដែលលើសនឹងចោលអាកាវលើសហ្នឹងណាបន្ទាប់ទៀតយើងដាក់ពេលយើងដេររកចំណុចកដាលមុនមកបងប្អូនយើងចុចចំណុចកដាលមុនមកហើយសល់គែមសងខាងឲ្យស្មើគ្នាទៅហើយយើងពលឹះពីលេខហ្នឹងហើយអញ្ចឹងទៅឃើញអាវនឹងស្អាតហើយបងប្អូននេះរួចរាល់ហើយណាហើយយើងមលីដែរបងប្អូនតែយើងមលីខាងសាច់អាវវិញអត់ដូចយើងគុនមួយជើងកាវឯងបើគុនមួយជើងកាវដែលបកទៅក្នុងយើងមលីខាងកាវមែនអត់បងប្អូនប៉ុន្តែនេះយើងមលីខាងសាច់អាវហើយវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងឯងបងប្អូនទាំងអស់គ្នាអរគុណច្រើនបងប្អូនទាំងអស់គ្នាសម្រាប់ការចូលចិត្តមើលវីដេអូរបស់ខ្ញុំអញ្ចឹងវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងឯងបងប្អូនទាំងអស់គ្នាហើយចាំជួបគ្នានៅវីដេអូក្រោយជាបន្តបន្ទាប់ទៀតអរគុណច្រើនបងប្អូនទាំងអស់គ្នាសម្រាប់ការចូលមើលវីដេអូនេះតាំងពីដើមរហូតដល់ចុងក្រោយនៃវីដេអូអរគុណច្រើនជម្រាបលាបាយបាយ